ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមចែកម្លែកការអនុវត្តជាក់ស្ដែងការកែតម្រូវចំណាយរំលងបង្គងទ្រព្យសកម្មរយៈពេល6ខែ Example half year depreciation expense adjustment បន្ទាប់ពីយើងសិក្សាអំពីវីដេអូមុនមកយើងដឹងថាគេវិធីសាស្ត្រចុះនៅពេលដែលទិញ fixed asset ដែលជាប្រភេទទ្រព្យសកម្មនេះយ៉ាងដូចម្ដេចហើយអញ្ចឹងរំលោះនៅក្នុងតារាងក៏យើងដឹងវិធីសាស្ត្រហើយអញ្ចឹងចុះ6ខែគេចុះរបៀបម៉េចសូមចូលទស្សនា slide ខាងក្រោមដូចតទៅការរំលោះនេះក្រុមហ៊ុនខ្លះគេអាចរំលោះមួយខែជារៀងរាល់ខែក្រុមហ៊ុនខ្លះ6ខែក្រុមហ៊ុនខ្លះ1ឆ្នាំបានគេរំលោះម្ដងវាផ្អែកទៅលើ budget និងទៅតាម policy របស់ក្រុមហ៊ុននីមួយៗអញ្ចឹងយើងដឹងហើយបន្ទាប់ពីយើងធ្វើការរំលោះចូលទៅក្នុងហ្នឹងយើងដឹងស្រាប់ហើយតារាងរំលោះយើងអាចយកមួយខែនេះ 583.33 នេះគុណនឹង6តែម្ដងក៏បានយើងយកចេញពីតារាងនេះក៏បានសម្រាប់វិធីសាស្ត្រកត់ត្រា6ខែនេះគឺយើងដាក់ថ្ងៃមក date ថ្ងៃ31ខែ6ឆ្នាំ2024 depreciation expense ដែលស្ថិតនៅក្នុងខាង debit គឺ 3999.98 accumulate ខាង credit 3998 99.98 ដែលជាប្រភេទឡានអញ្ចឹងនៅថ្ងៃទី31ខែ6ដដែល depreciation expense ដែលជាប្រភេទ computer ដែលមានទឹកប្រាក់ 1237.50 ជាមួយនឹង accumulate depreciation computer នៅខាង credit 1237.50 ជាមួយនឹង depreciation furniture នៅខាង debit 493.80 accumulate depreciation furniture ដែលស្ថិតនៅខាង credit 493.80 សរុបមក total គឺស្មើគ្នាបងប្អូនទាំងអស់គ្នាចង់ទទួលបានចំណេះដឹងកត់ត្រាបញ្ជីគណនេយ្យនិងរៀបចំបញ្ជីគណនេយ្យសូមកុំភ្លេចចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលបណ្ដាគណនេយ្យនិងហិរញ្ញវត្ថុ AFT Center ឬក៏តាមរយៈ Facebook Page AFT Center ឬ website aft-center.com សូមកុំភ្លេចប្រឹក្សាយោបល់តាមរយៈលេខ068 79 7000 ឬ016 38 7000 ចា៎អរគុណ